កវ៉ាត់ណាបងប្អូននៅពេលដែលយើងដាក់ទៅវាស្អិតអញ្ចឹងណាបងប្អូនដាក់ទៅយើងទាញមកដល់ពេលយើងចូលវិញវាលោតរៀងស្អិតទៅអញ្ចឹងវាមានពីរករណីទី1វាអាចមកពីបញ្ហាដុំរលោរបស់ដែលដុំខ្សែក្រវ៉ាត់ចាទី1ទៀតនោះគឺអាចបញ្ហាមកពីវាកាន់ក្អែស្នឹមហើយនឹងវាមាននេះវារីកចេះបងប្អូនអញ្ចឹងដល់ពេលដាក់ចូលទៅវិញទៅវាអត់សូវ smooth ល្អទេអញ្ចឹងវិធីដែលយើងសម្រួលវាឲ្យវាមានភាពរស់ហើយនឹងភាពល្អឡើងវិញណាបងប្អូនអញ្ចឹងមានវិធីមួយគឺបងប្អូនអាចសម្អាតវាបងប្អូនពីខ្ញុំអញ្ចឹងមកហើយកន្លែងដែលវានេះបែកសាច់ហ្នឹងណាគឺយើងអាចរោលជាមួយនឹងដែកកេះទេបងប្អូនចាគឺយើងទាញហើយយើងរោលវាឲ្យអស់ព្រុយហ្នឹងណាបងប្អូនចាយើងរោលវាអញ្ចឹងមកបងប្អូនរោលវាអញ្ចឹងណារោលដូចខ្ញុំអញ្ចឹងមកវាឡើងបែកមីស្គុយហើយចារោលឲ្យស្អាតអញ្ចឹងមកតាមវិញហើយប្រសិនមកករណីវាកក្រិចបងប្អូនយើងអាចយកជ្រះចាបងប្អូនយើងអាចយកជ្រះមករុះសម្អាតវាបងប្អូនរុះសម្អាតហើយរួចយើងយកកណាត់មកជូតវាមកជូតអញ្ចឹងណាបងប្អូនរុះជូតអញ្ចឹងណាហើយបើបងប្អូនមានពេលយើងរុះឲ្យស្អាតតាំងពីលើដល់ក្រោមហើយបងប្អូនទុកចោលស្ងួតចាទុកចោលស្ងួតហើយយើងចាប់ចូលវិញវានឹងល្អព្រើតែម្ដងឡើងស្អិតអញ្ចឹងបងប្អូនគួចអញ្ចឹងណាបងប្អូនគួចទុកចោលអញ្ចឹងដល់ស្ងួតចានៅពេលដែលស្ងួតហើយចាំយើងស្រាយវាទៅប្រឡែងយើងតេស្តសាក់មើលទៅដឹងហើយគេណាបងប្អូនគឺរស់រវើកតែម្ដងចាអរគុណច្រើន